لبيك اللهم لبيك لبيك لا شريك لك لبيك នេះប្រការដែលត្រូវបានគេហាមឃាត់បន្ទាប់ពីយើងនិយាយហើយអញ្ចឹងនៅពេលយើងធម្មតានៅពេលដែលយើងទៅដល់ទៅពុនទីចន្ទហ្នឹងគឺវាដល់មីកតកន្លែងនេះនៅពេលដល់កន្លែងនេះហើយគេនឹងប្រកាសប្រាប់យើងគេប្រកាសប្រាប់យើងថានៅសល់កន្លះម៉ោងទៀតឬក៏15នាទីទៀតដល់កន្លែងនេះអញ្ចឹងយើងត្រូវត្រៀមនេះហើយលិននឹងដើរប្រាប់ថែមទៀតដោយសារកន្លែងណាខ្លះអត់ចេះស្ដាប់ភាសាគេអញ្ចឹងណាហើយនឹងដើរប្រាប់ទៀតដើម្បីឲ្យយើងត្រៀមខ្លួនដើម្បីនេះអញ្ចឹងបន្ទាប់ពីយើងនេះហើយមានប្រកាសដែលត្រូវបានគេហាមឃាត់នេះប្រកាសដែលត្រូវបានគេហាមឃាត់ទី1សម្រាប់បរោះមិនអាចពាក់ស្បែកជើងបានស្បែកជើងគេស្បែកជើងឃ្លុបស្បែកជើងដែលក្របបិទបាំងកែងជើងអីណាមករៀមជើងឬក៏កែងជើងផ្នែកគល់នោះក៏អត់បានទេជើងឡើងមកហោះវិញទៅយើងអាចទៅធម្មតាបានហ្នឹងហើយបើយើងធម្មតាបានទៅជើងឃ្លុបអីបានដែរប៉ុន្តែដល់កន្លែងចាំយើងអាចត្រៀមស្បែកជើងអីផ្សេងមួយមកគូទៀតដើម្បីយើងដូរហ្នឹងហើយបើជើងផ្ទាត់បើជើងសោកអីណាអាចយកអាចពាក់បានអីទេកុំឲ្យតែវាបិទផ្នែកគល់និងកែងជើងរបស់យើងហ្នឹងណាអាចពាក់បានស្បែកជើងសោកណាចឹងទី1បំរាមស្រាប់បរោះហ្នឹងគឺមិនអាចពាក់ស្រោមជើងឬក៏ស្បែកជើងដែលបើយើងឃ្លុបដល់បានទេទី1ទី2និកាសឲ្យគេឬក៏និកាសឲ្យខ្លួនឯងហ្នឹងមានន័យថាយើងមិនអាចធ្វើវេលីបានឬក៏យើងមិនអាចរៀបការបានទេទៅកពុលអីចឹងអត់បានតើឡើយយើងធ្វើអាជីហើយអញ្ចឹងកំឡុងពេលយើងពាក់អារម្មណ៍ហ្នឹងគឺទៅដល់មកកាសហ្នឹងគឺយើងមិនអាចឬទៅនិកាសឲ្យគេឬក៏ធ្វើវេលាឲ្យគេក៏អត់បានឬក៏យើងខ្លួនឯងអត់បានទេឧទាហរណ៍ថាមានអ្នកខ្លះគាត់ទៅចប់ពាក្យហើយចង់ទៅកែនៅម្កាយទីកពុលហ្នឹងក៏បានដែរតើយើងធ្វើអាជីហើយយ៉ាទី3គឺក្របក្បាលអញ្ចឹងនៅពេលដែលយើងនិយាយហើយយើងមិនអាចពាក់កាពះឬក៏យកកសែងយកកណាត់អីក្របក្បាលបានទេអត់បានទេបើយើងក្តៅយើងអីយើងអាចប្រើចាត់អីបានឬក៏យកអីបាំងពីលើក្បាលយើងបានប៉ុន្តែមិនអាចក្របផ្ទាល់នឹងក្បាលយើងអត់បានទេស្រីបានធម្មតាស្រីយើងពាក់អាវធម្មតាពាក់ទូទងទៅអីធម្មតាពាក់មួកពាក់អីបានអត់អីទេយ៉ាប៉ុន្តែបើសម្រាប់អងគឺអត់បានហ្នឹងគឺច្បាប់វាអញ្ចឹងទី2បំរាមសម្រាប់ស្ត្រីវិញគឺពាក់ស្បែកមុខនេះដូចពាក់ស្បែកមុខចឹងគឺគេហាមឃាត់នៅពេលយើងនៀតហើយណាប៉ុន្តែបើយើងធ្វើអំរោះហើយអីអត់អីទេធ្វើអំរោះហើយអាចពាក់វិញបានប៉ុន្តែបើកំឡុងពេលដែលគេថាអេះរ៉មហ្នឹងយើងនៀតហើយគេហាមពាក់ស្បែកមុខហ៊ីយ៉ាបហ្នឹងនឹងស្រោមដៃអត់បានដែរស្រោមដៃយកនេះសម្រាប់បំរាមសម្រាប់ស្ត្រីនេះបំរាមសម្រាប់បរិសុទ្ធនិងស្ត្រីហ្នឹងការហាមនេះបើសិនយើងដឹងហើយប៉ុន្តែយើងនៅតែបំពេញធ្វើត្រូវការពិន័យតាមប្រពៃមួយហើយប្រពៃនេះអារ៉ាប់ថ្លៃ50,000មួយ50ទៅ60,000ដល់នេះទៅថ្លៃឥឡូវថ្លៃហ្នឹងយកអញ្ចឹងបំរាមនេះបើសិនយើងភ្លេចកន្អីទេឧទាហរណ៍ថាយើងពាក់អារ៉ាស្រាប់តែអត់ទាន់ធ្វើអំរោះអត់ទាន់ធ្វើអាជីហើយយើងទៅខ្ញុំមកបាញ់ច្រឡំបាញ់ទឹកអប់ឬក៏ច្រឡំកាត់សក់កាត់អីកោប្រមាត់ក៏អីនឹងអត់បានទេអញ្ចឹងបំរាមហ្នឹងគឺសម្រាប់បរិសុទ្ធនិងស្ត្រីគឺការដែលយើងរួមដំណេកជាមួយនឹងភរិយារបស់យើងអាហ្នឹងទី1គឺអត់បានទី2គឺការដែលយើងបោះបាញ់សត្វសម្រាប់សត្វសម្រាប់អីហ្នឹងគឺអត់បានដែរនៅមកកាសមកទីណាហ្នឹងគឺសត្វព្រៀបច្រើនណាអញ្ចឹងយើងកុំឃើញឲ្យចាប់យកមកសឡអីយកមកអាំងនឹងអត់បានដែរទៅវិន័យដែរទី4គឺទី3គឺការប្រើគ្រឿងក្រអូបបើសិនយើងចង់ប្រើត្រូវប្រើមុនដែលយើងពាក់អារម្មណ៍ឬក៏យើងមុននេះអាចប្រើបានឧទាហរណ៍យើងទៅដល់កាសយើងធ្វើអំរោះហើយយើងចង់ទៅធ្វើឲ្យសាច់ញាតិរបស់យើងនេះហើយមកប្រើគ្រឿងក្រអូបនឹងអត់បានទេបាញ់ទឹកអប់ទាំងអីនេះបើយើងចង់បាញ់ទឹកអប់បាញ់មុនយើងនេះអានឹងបានអត់អីទេតែបើនេះហើយបាញ់គ្រាន់តែជាប់អញ្ចឹងអត់អីទេអត់អីទេនឹងអត់អីទេបើសិនយើងប្រើមុនហ្នឹងហើយសុំលុំយើងនេះយ៉ាទី
ទី5គឺកាត់កញ្ចក់ដៃកញ្ចក់ជើងឬក៏ដើមរុក្ខជាតិនេះគឺអត់បានទេទី6សម្រាប់អ្នកដែលមានស្វ័យភរិយាទៅថា sweet ទៅអបថើបគ្នានេះក៏បានកំឡុងពេលយើងអារម្មណ៍ទៀតហើយនឹងអត់បានទេទី7គឺការកាត់សក់ឬកាត់កញ្ចក់ដៃឬក៏រួមអីផ្សេងទៀតនៅលើអវយវៈដងខ្លួនយើងក៏បានដែរតើតែយើងធ្វើអំរោះហើយឬក៏យើងចង់សម្អាតរួមក្លៀករួមអីហ្នឹងមុននឹងយើងនេះអាហ្នឹងជាប្រការដែលគេហាមទាំងអងទាំងមិន